នៅក្នុងភូមិមាត់សមុទ្រតូចមួយដែលសមុទ្របានជួបមេឃក្នុងផ្ទៃមេឃភ្លឺចិញ្ចាចមានក្មេងប្រុសម្នាក់ឈ្មោះយ៉ងរ៉ាជាអ្នកសុបិនតែងតែសម្លឹងមើលពុកហើយស្រមៃមើលអ្វីដែលនៅពីលើពួកគេអ្នកភូមិតែងតែនិយាយលេងសើចចំពោះការយល់សប្តាហ៍ថ្ងៃរបស់គាត់ប៉ុន្តែយ៉ងរ៉ាមិនខ្វល់ទេគាត់ជឿថាមានវេទមន្តនៅក្នុងពិភពលោកទោះបីជាគ្មាននរណាម្នាក់ធ្វើក៏ដោយល្ងាចមួយនៅពេលដែលព្រះអាទិត្យបានលិចនៅក្រោមរលកហើយបានលាបពណ៌ផ្ទៃមេឃជាពណ៌ទឹកក្រូចនិងពណ៌ផ្កាឈូកយ៉ងរ៉ាបានកត់សម្គាល់ឃើញអ្វីដែលមិនធម្មតាខ្ពស់ពីលើផ្ដេកជាកន្លែងដែលពុកប្រមូលផ្ដុំគ្នាមានពន្លឺតិចជាពន្លឺតូចដែលហាក់ដូចជាអណ្តែតលើអាកាសនោះជាអ្វីយ៉ងរ៉ាខ្សឹបខ្សៀវសម្លឹងមើលពន្លឺនៅថ្ងៃបន្ទាប់គាត់បានសួរអ្នកចាស់ទុំភូមិអំពីរឿងនេះអ្នកនេសាទចំណាស់ម្នាក់ទឹកមុខស្រពោននៅសមុទ្ររាប់ឆ្នាំញឹមដោយដឹងលោកបានមានប្រសាសន៍ថាអ្នកបានឃើញកោះអណ្តែតទឹកហើយវាជាកន្លែងអច្ឆរិយៈខ្ពស់ពីលើពុកប៉ុន្តែមានតែអ្នកដែលមានចិត្តសង្ឃឹមប៉ុណ្ណោះអាចទៅដល់វាបានភ្នែករបស់យ៉ងរ៉ាបញ្ចេញពន្លឺដោយក្តីរំភើបតើខ្ញុំទៅដល់ទីនោះដោយរបៀបណាអ្នកនេសាទសើចចំអកអ្នកត្រូវតែជឿពិតប្រាកដនោះកោះនឹងរកឃើញអ្នកនៅយប់នោះយ៉ងរ៉ាបានខ្ចប់ថង់តូចមួយជាមួយនឹងភួយនំប៉័ងមួយដុំនិងចង្កៀងគោមមួយគាត់ដើរទៅមាត់ភូមិដែលច្រាំងថ្មប៉ះសមុទ្រហើយមើលទៅលើមេឃពន្លឺនៅតែស្ថិតនៅទីនោះខ្សោយប៉ុន្តែស្ថិតស្ថេរយ៉ងរ៉ានិយាយដោយបិទភ្នែកហើយកាន់គុំឲ្យខ្ពស់ថាក៏ខ្ញុំជឿជាក់លើកោះអណ្តែតពេលគាត់បើកភ្នែកឡើងមានអ្វីអស្ចារ្យមួយបានកើតឡើងពន្លឺនៃចង្កៀងកាន់តែភ្លឺហើយពន្លឺពណ៌មាសដ៏ស្រទន់ព័ទ្ធជុំវិញគាត់ដីក្រោមជើងចាប់ផ្ដើមញ័រហើយមុននឹងដឹងខ្លួនក៏ងើបឡើងលើអាកាសយ៉ងរ៉ាដកដង្ហើមធំនៅពេលដែលភូមិកាន់តែតូចទៅនៅខាងក្រោមគាត់ខ្យល់បក់បោកគាត់ឡើងលើដោយថ្នមឆ្លងកាត់ពុករហូតដល់គាត់លេចចេញជាពិភពដ៏អស្ចារ្យកោះអណ្តែតទឹកមិនដូចអ្វីដែលយ៉ងរ៉ាធ្លាប់បានឃើញនោះទេវាជាឋានសួគ៌បៃតងខៀវស្រងាត់ជាមួយនឹងទឹកធ្លាក់ដែលធ្លាក់លើមេឃដើមឈើដែលផ្ដល់ផ្លែផ្កានិងផ្កាដែលច្រៀងនៅពេលខ្យល់បក់ខ្យល់ពោពេញដោយក្លិនទឹកឃ្មុំនិងសំឡេងសើចសត្វស្លាបតូចមួយក្រុមបានហោះជុំវិញយ៉ងរ៉ាស្លាបរបស់ពួកវាចែងចាំងដូចឥន្ធនូចូលសូមស្វាគមន៍យ៉ងរ៉ាពួកគេបានស្រែកដោយឯកជនយើងកំពុងរង់ចាំអ្នកកំពុងរង់ចាំខ្ញុំយ៉ងរ៉ាសួរសំឡេងរបស់គាត់ពោពេញទៅដោយការភ្ញាក់ផ្អើលបាទសត្វមួយបាននិយាយថាកោះអណ្តែតលេចឡើងសម្រាប់តែអ្នកដែលជឿលើវេទមន្តរបស់វាប៉ុណ្ណោះហើយអ្នកយ៉ងរ៉ាមានបេះដូងដែលមានសង្ឃឹមបំផុតយ៉ងរ៉ាបានចំណាយពេលមួយថ្ងៃដើម្បីរុករកកោះនេះគាត់បានហែលទឹកនៅក្នុងអាងទឹកនៃពន្លឺរាវឡើងដើមឈើដែលឈានដល់ពុកហើយរួមជាមួយសត្វស្លាបនៅក្រោមមេឃដែលពោពេញទៅដោយផ្កាយប៉ុន្តែនៅពេលដែលព្រះអាទិត្យចាប់ផ្ដើមលិចយ៉ងរ៉ាដឹងថាវាដល់ពេលដែលត្រូវត្រឡប់ទៅផ្ទះវិញសត្វពាហនៈបានប្រមូលផ្ដុំជុំវិញគាត់ភ្នែករបស់ពួកគេភ្លឺដោយភាពកក់ក្ដៅពួកគេបាននិយាយថាអ្នកត្រូវតែត្រឡប់ទៅវិញឥឡូវនេះប៉ុន្តែត្រូវចាំថាកោះអណ្តែតទឹកនឹងនៅទីនេះជានិច្ចរងចាំអ្នកត្រឡប់មកវិញអ្វីដែលអ្នកត្រូវធ្វើគឺជឿយ៉ងរ៉ាងក់ក្បាលបេះដូងពោពេញដោយអំណរគុណពន្លឺពណ៌មាសឡោមព័ទ្ធគាត់ម្ដងទៀតហើយគាត់ក៏អណ្តែតយ៉ាងទន់ភ្លន់ត្រឡប់ទៅច្រាំងថ្មនៃភូមិគាត់វិញពេលគាត់ត្រឡប់មកវិញអ្នកភូមិភ្ញាក់ផ្អើលនឹងរឿងរបស់គាត់អ្នកខ្លះជឿគាត់ខណៈអ្នកខ្លះទៀតគិតថាវាគ្រាន់តែជាសុបិនថ្ងៃមួយផ្សេងទៀតរបស់គាត់ប៉ុន្តែយ៉ងរ៉ាមិនខ្វល់ទេគាត់បានដឹងពីការពិតចាប់ពីថ្ងៃនោះមកយ៉ងរ៉ាបានយកអនុស្សាវរីយ៍កោះអណ្តែតមកក្នុងចិត្តនៅពេលណាដែលគាត់មានអារម្មណ៍ថាបាត់បង់ឬមិនប្រាកដគាត់នឹងមើលទៅលើមេឃហើយខ្សឹបថាក៏ខ្ញុំជឿហើយពេលខ្លះគ្រាន់តែពេលខ្លះគាត់នឹងឃើញពន្លឺដ៏ស្រទន់នៃកោះនេះដោយរំលឹកគាត់ថាមុនអាគមតែងតែទៅដល់សីលធម៌នៃរឿងមួយជំនឿនិងក្តីសង្ឃឹមអាចដោះសោភាពមិនអាចទៅរួចបេះដូងដ៏មានសង្ឃឹមរបស់យ៉ងរ៉ាបាននាំគាត់ទៅកាន់កោះអណ្តែតទឹកដោយបង្ហាញថាជំនឿអាចធ្វើឲ្យមានអភូតហេតុកើតឡើង2វេទមន្តមានសម្រាប់អ្នកដែលបើកចំហចំពោះវាឆន្ទៈរបស់យ៉ងរ៉ាក្នុងការជឿលើភាពអស្ចារ្យនេះបានអនុញ្ញាតឲ្យគាត់ទទួលបាននូវអ្វីដែលមិនគួរឲ្យជឿ3កុំឲ្យអ្នកដទៃធ្វើឲ្យពន្លឺរបស់អ្នកស្រអាប់ទោះបីជាមានការសង្ស័យរបស់អ្នកភូមិក៏ដោយក៏យ៉ងរ៉ាបានរក្សាក្តីសុបិនរបស់គាត់ហើយបានទទួលរង្វាន់សម្រាប់វា4ដំណើរផ្សងព្រេងដ៏អស្ចារ្យបំផុតចាប់ផ្ដើមដោយជំនឿតែមួយជំហានដំណើររបស់យ៉ងរ៉ារំលឹកយើងឲ្យចាប់យកឱកាសនិងជឿជាក់លើអ្វីដែលមិនស្គាល់